សួស្តីទាំងអស់គ្នាប្លុកនេះគឺប្លុកតាក់ទងជាមួយនឹងបេសកកម្មរបស់ខ្ញុំចុះទៅទទួលភ្ញៀវគ្រប់តួរបស់រុស្ស៊ីលើកដំបូងដែរគាត់មកស្រុកខ្មែរអញ្ចឹងណាតាក់ទងជាមួយត្រង់ចំណុចហ្នឹងបើសិនជានិយាយអញ្ចឹងប្រហែលជាទាំងអស់គ្នារៀងឆ្ងល់ហើយការពិតបើសិនជាយើងនិយាយរឿងតាក់ទងរឿងភ្ញៀវជាបុគ្គលជនជាតិរុស្ស៊ីឬក៏ជាគេហៅថាភាសាអង់គ្លេសហៅថា DVU គាត់តែងតែមកលេងស្រុកខ្មែរជាទូទៅធម្មតាគាត់ស្គាល់ខ្មែរស្គាល់អីគាត់ស្គាល់ប្រជាជនខ្មែរគាត់ស្គាល់ភាសាអីចឹងគាត់មកខ្លួនគាត់ចឹងប៉ុន្តែលក្ខណៈខ្ញុំទៅកម្មវិធីនេះគឺជាលក្ខណៈ officer ក្រសួងទេសចរសហការជាមួយនឹង K7 Group ហើយសហការជាមួយនឹង AVB Adventure Holiday Adventure ណាគាត់គឺជាក្រុមហ៊ុនទូធ្វើការជាមួយគ្នារៀបចំជាលក្ខណៈផ្លូវការទទួលមេហ្នឹងខ្ញុំចង់សម្ដៅថាគ្រប់តួអ្នកដែលថាគាត់មានក្រុមហ៊ុនទូមានអីជាអ្នកដែលរៀបចំទូនៅប្រទេសរុស្ស៊ីនាំភ្ញៀវរុស្ស៊ីនាំឲ្យដើរលេងមកស្រុកទេសដូចថៃដូចវៀតណាមដូចអីប្រទេសផ្សេងអញ្ចឹងណាគាត់មកទស្សនកិច្ចនៅក្នុងសៀមរាបក៏ដូចជានៅក្នុងប្រទេសខ្មែរហ្មងដើម្បីមើលទីផ្សារឬក៏មួយទៀតជាលក្ខណៈមួយថាជា investor ជាអ្នកវិនិយោគអីជាដើមអញ្ចឹងណាដោយសារតែគោលនយោបាយរបស់ខាងរដ្ឋាភិបាលចង់ឲ្យមានបើកលំហជើងមេឃដែលពីច្រើនយើងតែងតែនិយាយថាបើកលំហជើងមេឃទទួលភ្ញៀវជនជាតិផ្សេងឲ្យមកលេងក្នុងស្រុកខ្មែរទទួលអ្នកវិនិយោគល្អដើម្បីមកអភិវឌ្ឍនៅក្នុងស្រុកខ្មែរអីជាដើមអញ្ចឹងណាទាំងអស់គ្នាថងប្លង់កន្លែងនេះគឺខ្ញុំបកមកពីថតយក footage នៅក្នុងទីក្រុងសៀមរាបដើម្បីផលិតជាវីដេអូជាមួយនឹងក្រុមការងារហើយពេលដើរមកវិញក៏ឃើញអាងទឹកនៅតែ Pacific ស្អាតក៏ថតវីដេអូបន្តិចសិនណាហើយនេះប្លង់ពេលល្ងាចគឺយើងរៀបចំខ្លួនទៅdinner នៅ Tavern ហើយជាមួយនឹងខាងKK គាត់គឺជា managing director របស់ K7 Group ហើយកន្លែងត្រង់នេះខ្ញុំងាកទៅក្រោយទៅវាជាប់សក់នៅខាងក្រោយជាមួយរ៉ូបខ្ញុំអញ្ចឹងដល់ពេលឡើងទាញកខ្ញុំទៅក្រោយងំតែដោះចេញហើយកម្មវិធីពេលល្ងាចហ្នឹងយើងរៀបចំលក្ខណៈដូចថាយើង welcome dinner តាក់ទងជាមួយនឹង organizer ដែលគាត់នៅខាងរុស្ស៊ីគាត់ជាអ្នករៀបចំភ្ញៀវរុស្ស៊ីឲ្យមកអញ្ចឹងណាយើង welcome dinner ជាមួយគាត់យើងពិភាក្សាការងារហើយដោយសារតែក្រុមការងារមួយចំនួនក៏អត់ទាន់បានស្គាល់គ្នាអស់ដែរហើយអញ្ចឹងទៅយើងក៏មាន welcome dinner ដើម្បី interview គ្នាទៅវិញទៅមកថាអ្នកណាធ្វើការទៅលើខាងអីអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំជា consultant ឬក៏ជា independent មានន័យថាខ្ញុំគឺជាអ្នកសារព័ត៌មាន independent អញ្ចឹងគឺខ្ញុំទៅ report រឿងការងាររបស់ខ្ញុំអញ្ចឹងណាហើយខ្ញុំក៏ដែរបានជួបខាងជាមួយនឹងខាង agency របស់ខាងរុស្ស៊ីនឹងដែរអញ្ចឹងដោយសារតែយើងមានបេសកកម្មការងារនឹងផងយើងក៏ dinner ជាមួយគ្នាផងហើយជាមួយនឹងក្រុមការងាររបស់ខាង KK អីអញ្ចឹងជាដើមណាទាំងអស់គ្នាហើយណាមួយវាក៏ជាពេលវេលាមួយល្អដែលយើង interview គ្នាទៅវិញទៅមកអញ្ចឹងណាទាំងអស់គ្នាហើយកន្លែងនេះអួតកាបូបបន្តិចកាបូបនេះគឺកាបូបចាក់ដោយខ្លួនឯងយកទៅប្រើលើកទី1នៅសៀមរាបហើយក៏ថតអួតបន្តិចនៅក្នុងវីដេអូនឹងអញ្ចឹងណាទាំងអស់គ្នាស្អាតអត់ខមមិនម្នាក់មួយផងហើយបន្ទាប់មកក៏ដើរចូលទៅខាងក្នុងបន្ទប់សម្រាប់កម្មវិធី welcome dinner ល្ងាចហ្នឹងអញ្ចឹងណាហើយទាំងអស់គ្នាភាគច្រើនអ្នកទាំងអស់គ្នាប្រហែលជាស្គាល់តាក់ទងជាមួយនឹង restaurant Tavern ហ្នឹងហើយល្បីនៅសៀមរាបតាក់ទងមួយនឹងម្ហូបអាហារក៏ដូចជាបរិយាកាសនៅហ្នឹងអីចឹងណាហើយកន្លែងត្រង់ចំណុចនេះគឺជាផ្ទះទី2ហ្នឹងចង់សម្ដៅថាជាលក្ខណៈ restaurant ទី2របស់គាត់ចឹងណាដោយសារតែខ្ញុំចាំបានថាកាលពីពេលដែលខ្ញុំទៅឆ្នាំទៅមួយហ្នឹងគឺខ្ញុំទៅrestaurant ផ្ទះទី1របស់គាត់ដែលផ្ទះឈើដែលគាត់សង់ឡើងដល់ពេលទឹកហ្នឹងទៅបទពិសោធន៍នៅ restaurant ផ្ទះទី2របស់គាត់ស្អាតមែនតើទាំងអស់គ្នាដូចទាំងអស់គ្នាឃើញក្នុងវីដេអូហ្នឹងអញ្ចឹងណាគេធ្វើជាលក្ខណៈ